ជួយយ៉ាង70លើ40នៅតែបន្តធ្លាក់សរសៃឈាមដាច់ហើយបើកផ្លូវមួយទៀតលឿនឡើងសម្ពាធឈាម52បេះដូងខាងឆ្វេងបែកហើយទឹកក្នុងស្រោមបេះដូងកើនឡើងរៀបចំឧបករណ៍បូមឈាមឲ្យទាន់ពេលកាន់ដែកតាក់ឲ្យនឹងដៃមើលឲ្យច្បាស់បាទជួយយ៉ាងរស់ឡើងវិញហើយ60លើ90មានស្ថិរភាពហើយបញ្ឈប់ការហូរឈាមរៀបចំដេរបួសប្រយ័ត្នការភ្ជាប់ស្រទាប់ឆ្អឹងជំនីត្រូវចងលួសឲ្យជាប់ល្អបាទអាឡូប្តីសម្លាញ់អាឡូប្រពន្ធសម្លាញ់កំពុងរវល់មែនទេបងប្រហែលជាមិនបានត្រឡប់ទៅផ្ទះយប់នេះទេទើបតែទទួលបានដំណឹងថាជើងហោះហើរត្រូវលុបចោលអីចុះមិនបានលុបចោលអញ្ចឹងចុះយប់នេះបងមិនអាចជួបអូនបានទៀតហើយមែនទេមិនអីទេបងបានបដូរជើងហោះហើរទៅថ្ងៃស្អែករួចហើយចាស់អញ្ចឹងក៏បានតាមផ្លូវត្រឡប់ទៅវិញថែរក្សាខ្លួនផងបាទប្រពន្ធសម្លាញ់អញ្ចឹងសម្រាប់ឲ្យបានលឿនណាជួបគ្នាថ្ងៃស្អែកចាស់ជួបគ្នាថ្ងៃស្អែកមើលចុះឯងប្រញាប់ម្លេះស៊ីបាយបន្តិចសិនចាំខ្ញុំតិចទៅមើលចុះអ្នកប្រញាប់ញ៉ាំបាយមុនចាំខ្ញុំសិនទៅអូនសម្លាញ់អ្នកកើតអីជួយខ្ញុំផងជីវិតឆ្មាប្រធានជាងមិញនេះអ្នកធ្វើការវះកាត់ពូកែខ្លាំងណាស់តើនៅពេលណាទើបខ្ញុំអាចពូកែដូចអ្នកដែរមែនហើយប្រធានជាងខ្ញុំមើលថាពេទ្យជាងហើយចង់អញ្ជើញអ្នកទៅធ្វើជានាយកតើពិតទេអ្នកដឹងដំណឹងរហ័សណាស់ប៉ុន្តែខ្ញុំបានបដិសេធហើយព្រោះវាឆ្ងាយពេកខ្ញុំមិនចង់រស់នៅឆ្ងាយពីប្តីខ្ញុំទេប្តីអ្នកពិតជាសំណាងណាស់ដែលមានប្រពន្ធស្រឡាញ់គាត់បែបនេះកុំនិយាយអីបញ្ឈប់ទៅតើអ្នកមិនទាន់មានសង្សារច្រើនអ្នកហើយឬប្រធានជាងមានអ្នកជំងឺម្នាក់ទើបបញ្ជូនមកបន្ទាន់សូមអ្នកទៅមើលភ្លាមផងប្តីសម្លាញ់ប្តីកើតអីហ្នឹងប្រធានជាងប្តីកើតអីហ្នឹងលោកប្រធានជាងគាត់ប្រតិកម្មអាឡែសីធ្ងន់ធ្ងរព្រោះតែឆ្នាំនេះ CD Fina នេះជាឆ្នាំព្យាបាលជំងឺងាប់លឹងប្រពន្ធឲ្យបងត្រូវទៅធ្វើការឆ្ងាយទៀតហើយអូននៅផ្ទះម្នាក់ឯងចុះមិនក៏បងរវល់តែទៅធ្វើការរហូតអត់មានពេលនៅជាមួយអូនសោះបងសុំទោសណាអូនក្រុមហ៊ុនចាត់តាំងមកបងក៏ដឹងដែរតែពេលបងត្រឡប់មកវិញត្រូវពេលប្រឡងដល់ពេលនោះបងនឹងសុំច្បាប់សម្រាប់ច្រើនថ្ងៃយើងទៅដើរលេងកម្សាន្តទាំងអស់គ្នានេះបងនិយាយហើយណាកុំឲ្យក្បត់ពាក្យសម្ដីមនុស្សលបតើបងទៅធ្វើការឆ្ងាយឬក៏ទៅលួចមានស្រីគាត់លេងអីហើយអូនមិនចូលទៅមើលគាត់ទេមិនទៅទេខ្លាចចូលទៅហើយទុកចិត្តមិនបានកាត់អានឹងគាត់ចោលបើបញ្ជូនមកយឺតបន្តិចទៀតប្រហែលជាត្រូវកាត់ចោលមែនហើយមួយទៀតមិត្តរួមការងារនៅផ្នែកមន្ទីរពិសោធន៍ប្រាប់ខ្ញុំថាថ្នាំដែលគាត់ទិញនឹងហួសការកំណត់ហើយគាត់ថែមទាំងប្រតិកម្មទៀតមិត្តរួមការងារនៅផ្នែក test ប្រាប់ថាថ្នាំដែលគាត់ទិញហួសការកំណត់ហើយគាត់ប្រើប្រាស់លើសកម្រិតទើបបណ្ដាលឲ្យបែបនេះកុំប្រាប់ខ្ញុំរឿងហ្នឹងខ្ញុំមិនចង់ស្ដាប់ទេចុះតើអ្នកណាជាអ្នកនាំគាត់មកមន្ទីរពេទ្យគេប្រាប់ថាមានស្រីក្មេងម្នាក់ជាអ្នកហៅឡានពេទ្យប៉ុន្តែក្រោយពេលមកដល់មន្ទីរពេទ្យបងលុយរួចនាងក៏រត់បាត់ប្រហែលជាខ្លាចគេឃើញមុខហើយមើលទៅប៉ុន្តែគាត់បានសារភាពរឿងរ៉ាវហើយឆាពួកគេទាំងពីរបានទៅបើកបន្ទប់នៅសន្តាគារប្តីអ្នកញ៉ាំថ្នាំហើយមិនទាន់ទាំងស្រាតខោអាវផងក៏កើតរឿងតាមយោបល់ខ្ញុំរឿងនេះអ្នកត្រូវសួរគាត់ដោយផ្ទាល់ទើបល្អប្រហែលជាមានការយល់ច្រឡំអីឬអត់យល់ច្រឡំស្អីគាត់ទៅបើកបន្ទប់ជាមួយស្រីផ្សេងបាត់ទៅហើយតើមានការយល់ច្រឡំអីទៀតលោកប្រធានជាងកុំទាន់ទៅណាអីចុះបើគាត់ដឹងខ្លួនឡើងមកត្រូវធ្វើម៉េចគាត់ប្រហែលជាមិនស្គាល់អ្នកទេតែបើគាត់សួររកខ្ញុំអ្នកគ្រាន់តែប្រាប់ថាយប់នេះខ្ញុំអត់មានអីទេម្យ៉ាងទៀតជួយឆែកកាមេរ៉ាសុវត្ថិភាពនៅសាររោងចាំឲ្យខ្ញុំផងខ្ញុំចង់ដឹងថាស្រីម្នាក់ដែលនាំគាត់មកយប់នេះជានរណាឲ្យប្រាកដលោកប្រធានជាងឲ្យអ្នកឆែកក៏ឆែកទៅកុំសួរច្រើនរឿងនេះវាទៅជាយ៉ាងម៉េចទៅវិញនឹងមែនទេប្រធាននាយកដ្ឋានអីរឿងលុបចោលចំណុចត្រជាអីសុទ្ធតែជារឿងឥតប្រយោជន៍វាគ្រាន់តែជាលេសដែលមូហ្វឺនងអាចលួចយកបានប៉ុណ្ណោះតែអ្នកធ្វើបែបនេះចុះមិនក៏អ្នកចិត្តដាច់ធ្វើដាក់ខ្ញុំបែបនេះសម្លាញ់ចិត្តអ្នកទាំងពីរព្រមរៀបការជាមួយខ្ញុំដើម្បីឲ្យខ្ញុំការពារអស់មួយជីវិតទេ
រៀបការជាមួយគេទៅរៀបការជាមួយគេទៅល្អប្តីសម្លាញ់មើលនេះពួកយើងក៏មានកូនដែរប្រពន្ធសម្លាញ់នេះជារឿងពិតមែនទេពួកយើងមានកូនហើយប្រពន្ធសម្លាញ់អូនកុំបារម្ភអីជាតិសង្សារនេះបងនឹងការពារអ្នកទាំងពីរឲ្យបានល្អប្តីសម្លាញ់អូនសុំទោសណាតើអ្វីធ្វើឲ្យបាត់បង់កូនទៅសុំទោសអ្នកផងសុំទោសមិនអីទេមិនអីទេប្រពន្ធឲ្យអូននៅក្មេងណាស់ថ្ងៃក្រោយយើងអាចមានកូនទៀតបានសំខាន់ឲ្យតែអូនសុខសប្បាយទៅបានហើយសុទ្ធតែជាកំហុសរបស់ខ្ញុំសុទ្ធតែជាកំហុសរបស់ខ្ញុំស៊ូជឺគឺសុទ្ធតែជាអ្នកបោកប្រាស់ធំស៊ូជឺគឺអ្នកពិតមែនទេបងខ្លាចមកផឹកស្រាម្នាក់ឯងនៅទីនេះធ្វើអីខ្ញុំទៅចេញពីធ្វើការទៅមកផឹកបន្តិចបន្តួចចុះអ្នកមកធ្វើអីនៅទីនេះខ្ញុំមកផឹកស្រាជាមួយភ្ញៀវនៅទីនេះទេបងខ្លាចឆ្លោះគ្នាជាមួយបងប្រុសខ្ញុំមែនទេឆ្លោះគ្នាប្រហែលជាមែននឹងលែងលះគ្នាហើយលែងលះមិនដល់ថ្នាក់នឹងទេមែនទេបងខ្លាចគ្រាន់តែឆ្លោះគ្នាធម្មតាតើបើបងខ្លាចមានអារម្មណ៍ថាអន់ចិត្តចាំខ្ញុំទេទៅបងប្រុសឲ្យគាត់មកសុំទោសបងខ្លាចឲ្យបានត្រឹមត្រូវគ្រាន់តែឆ្លោះគ្នាបន្តិចបន្តួចសោះបើបងស្រីមានអារម្មណ៍ថាអន់ចិត្តចាំខ្ញុំទូរស័ព្ទប្រាប់បងប្រុសខ្ញុំឲ្យគាត់មកសុំទោសបងឲ្យបានល្អម្យ៉ាងទៀតអ្នកណាក៏ដឹងថាបងស្រីជាមួយបងប្រុសខ្ញុំស្រឡាញ់គ្នាដែរចុះហេតុអីចេះតែនិយាយចង់លែងលះគ្នាទៅវិញស្រឡាញ់គ្នាហីបើស្រឡាញ់គ្នាពិតមែនចុះបងប្រុសនាងមិនក៏លោកស្រីនាយកពេលបញ្ជូនប្តីនាងមកមន្ទីរពេទ្យមិនមែនអ្នកណាផ្សេងទេគឺស៊ូម៉ាន់ឈីក្មេកស្រីរបស់នាងនឹងឯងបងខ្លាចមើលអតិរច្ឆាននេះចុះសំបីតែប្អូនខ្លាចខ្លួនឯងក៏បងខ្លាចបងកើតអីនឹងគ្មានអីទេបងខ្លាចបងកើតអីទៅនឹងមានកន្លែងណាឈឺចាប់ត្រង់ណាទេខ្ញុំមិនអីទេខ្ញុំចាំបានថាប៉ុន្មានថ្ងៃទៀតបងនឹងរៀបការជាមួយម៉ាន់ឈីហើយមែនទេមែនហើយគឺកំណត់ថ្ងៃខាងមុខនេះឯងមិនមែនបងទេបាត់ចាស់កំណត់នៅថ្ងៃខាងស្អែកអ្នកដឹងរួចហើយមិនមែនហេស្ចុះហេតុអ្វីបានជាស្រាប់តែសួរពីរឿងនេះសុំទោសផងខ្ញុំមានការបន្តិចខ្ញុំសុំត្រឡប់ទៅវិញមុនហើយតើវាមានរឿងអ្វីទៅចាប់ពីពេលនេះទៅទោះបីជាក្រីក្រឬអ្នកមានសុខភាពល្អឬឈឺថ្កាត់យើងសុទ្ធតែរួមសុខរួមទុក្ខជាមួយគ្នាមិនមែនទេអត្រឆានឯងយ៉ាងហោចណាស់ក៏ត្រូវមានសមត្ថភាពនិងសិលធម៌ដែរមិនខ្លាចរន្ទះបាញ់ទេហេតើអ្នកកំពុងរងចាំខ្ញុំមែនទេចាងស៊ុយយៀនមានរឿងអីគ្មានអ្វីទេមែនហើយនៅផ្នែកសង្គ្រោះបន្ទាន់របស់អ្នកមានគ្រូពេទ្យឈ្មោះចាងស៊ូហារ៉ានមែនទេគាត់ជាប្រធានផ្នែកសង្គ្រោះបន្ទាន់របស់យើងគាត់ឈប់សម្រាកពីថ្ងៃនេះអត់នៅទេម្យ៉ាងទៀតស្ថានភាពអ្នកលែងមានគ្រោះថ្នាក់ហើយអាចធ្វើរឿងចេញពីមន្ទីរពេទ្យបានហើយលោកគ្រូពេទ្យចាងប្រធានចាងកាលពីយប់មិញនៅប្រចាំការមិនមែនឬហេតុអ្វីអ្នកឬមិនគួរដឹងកុំចង់ដឹងអីទៅធ្វើការរបស់អ្នកទៅអសររត់ដោយសូឡាញយ៉ា
អូនសម្លាញ់បងត្រឡប់មកវិញហើយថ្ងៃនេះអូនមិនបានទៅធ្វើការទេអូនសម្លាញ់អូនកាត់អីហ្នឹងអូនសម្លាញ់អូនធ្វើបែបនេះមានន័យថាម៉េចហេតុអ្វីសុកអូនសម្រេចចិត្តលាលែងពីការងារមិនក៏មិនពិភាក្សាជាមួយបងសិនចង់ឈប់ក៏ឈប់ទៅហេតុអ្វីត្រូវពិភាក្សាជាមួយបងមិនមែនបងទើបតែធ្វើការបានបន្តិចទេធ្វើម៉េចអាចសម្រេចចិត្តឈប់ភ្លាមបែបនេះបានអូនមើលបច្ចុប្បន្នយើងកំពុងរងសម្ពាធខ្លាំងប៉ុណ្ណាថ្លៃរំលោះឡានថ្លៃរំលោះផ្ទះរាប់ម៉ឺនក្នុងមួយខែអូនស្រាប់តែលាលែងពីការងារបែបនេះតើសម្ពាធទាំងអស់នេះនឹងទៅជាយ៉ាងណាអញ្ចឹងមានន័យថាអូនបារម្ភតែរឿងបងឈប់ធ្វើការហើយគ្មានអ្នកជួយបងថ្លៃផ្ទះថ្លៃឡានជាមួយអូនមែនទេអូនសម្លាញ់បងមិនបានន័យបែបនេះទេបងជប់និយាយទៅបងមិនចង់ស្ដាប់ការពន្យល់របស់អូនទេអូនសម្លាញ់តាមពិតទៅអូនកាត់អីហ្នឹងលោកលូប៉ុន្មានឆ្នាំនេះខ្ញុំធ្វើល្អដាក់អ្នកគ្រប់គ្រាន់ហើយមែនទេទាំងផ្ទះទាំងឡានខ្ញុំក៏ជាអ្នកចេញថ្លៃរំលោះហើយសូម្បីតែថ្លៃដើមទុនបើកមុខរបរនៅផ្ទះអ្នកក៏ខ្ញុំជាអ្នកចេញដែររាល់ថ្ងៃក្រៅពីធ្វើការខ្ញុំថែមទាំងត្រូវបម្រើអ្នកយ៉ាងទន់ខ្សោយទៀតចុះអ្នកវិញបានធ្វើអ្វីខ្លះដាក់ខ្ញុំប្រពន្ធសម្លាញ់អ្នកកំពុងនិយាយពីអ្វីខ្ញុំពិតជាទ្រាំលែងបានហើយខ្ញុំដឹងថាខ្ញុំខុសខ្ញុំមិនសូវមានពេលនៅក្បែរអ្នកខ្ញុំសន្យាថាពេលក្រោយនឹងមិនចេញទៅធ្វើការឆ្ងាយទៀតទេបើអ្នកហត់អ្នកអាចឈប់សម្រាប់ពី3ថ្ងៃបានយើងបានព្រមព្រៀងគ្នាហើយមិនអីចឹងបន្ទាប់ពីចប់ពិធីមង្គលការប៉ារបស់ខ្ញុំពួកយើងទៅលេងកម្សាន្តពី3ថ្ងៃល្អទេលោកលូលោកធ្វើអីហ្នឹងខ្ញុំទៅងូតទឹកសិនអ្នកស្ងប់អារម្មណ៍សិនទៅគាត់ប្រហែលជាមិនដឹងរឿងខ្ញុំជាមួយស៊ូម៉ាឈីទេមែនទេមិនអាចទៅរួចទេយប់មិញគាត់មិនបានញ៉ាំអីសោះអាមនោះក្បត់កាលនោះខ្ញុំពិតជាភ្នែកងឹតមែនបានជាស្រឡាញ់អ្នកសម្លាញ់តទៅពេលនេះអ្នកឯងចង់ហើយមែនទេយប់មិញខ្ញុំភ័យខ្លាំងណាស់ប្រពន្ធអ្នកប្រហែលមិនដឹងរឿងយប់មិញទេសូមអ្នកលាក់នាងឲ្យចិត្តណាខ្ញុំចិត្តនឹងទៅការិយាល័យជាមួយប្អូនប្រុសអ្នកហើយបើអ្នកទាំងអស់គ្នាដឹងយើងចប់ហើយនិយាយទៅវីដេអូដែលយើងថតកាលពីប៉ុន្មានថ្ងៃមុនខ្ញុំផ្ញើឲ្យអ្នកហើយមើលហើយកុំភ្លេចលុបចោលណាទីស្រឡាញ់ចុះបើអ្នកលែងលេះជាមួយប្រពន្ធអ្នកហើយយើងមកនៅជាមួយគ្នាល្អទេធ្វើម៉េចនឹងកើតរាល់ខែខ្ញុំត្រូវបងរំលោភផ្ទះរំលោះឡានសុទ្ធតែនាងជាអ្នកបងឲ្យដល់ពេលនោះបើគេលែងបងឲ្យតើត្រូវធ្វើម៉េចខ្លាចអីថ្នាំរំលូតដែលអ្នកទិញលើកមុនប្រើទៅល្អមិនមែនឬអ្នកពិតជាអាក្រក់មែនតែខ្ញុំចូលចិត្តតែការនោះគឺមកពីពួកអ្នកនេះឯងអាប្រុសស្រីក្បត់ចិត្តនេះគូចិត្តពេកហើយបងវីពួកបងមានរឿងអីនឹងគ្នានេះខ្ញុំទេបងឯងកំពុងងូតទឹកបងថ្លៃបងខ្ញុំត្រឡប់ទៅផ្ទះហើយមែនទេអញ្ចឹងពួកបងមិនអីហើយមែនទេចុះបងថ្លៃខានស្អែកពិធីមង្គលការខ្ញុំនឹងម៉ាន់ឈីបងទាំងពីរត្រូវមកឲ្យទាន់ពេលណាពិតសិនហើយចាំបន្តិចមានរឿងអីបងថ្លៃបងរបស់ឯងគេគីយ៉ាគ្មានរឿងអីទេបិទចុះលូវើហៅខ្ញុំស្មានថាឯងគ្រាន់តែលួចមានស្រីធម្មតាមិននឹកស្មានថាឯងហ៊ានសម្លាប់កូនខ្លួនឯងសោះខ្ញុំត្រូវតែឲ្យឯងសងបំណុលនេះឲ្យបានប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ទៅចុះបើខ្លាំងកុំត្រឡប់មកវិញខ្ញុំមិនជឿថាអ្នកអាចចាក់ចេញពីខ្ញុំបានទេលោកនាយកខ្ញុំគិតច្បាស់ហើយខ្ញុំសម្រេចចិត្តទទួលការអញ្ជើញរបស់លោកកូខ្ញុំយល់ពីវាតាមពិតទៅអ្នកជាបុគ្គលិកឆ្នើមម្នាក់ខ្ញុំគួរតែព្យាយាមខាត់អ្នកទុកប៉ុន្តែទីនេះមិនអាចប្រៀបធៀបជាមួយមន្ទីរពេទ្យជាងហៃរបស់លោកកូបានទេការដែលគាត់អញ្ជើញអ្នកទៅធ្វើជានាយកពិតជាពិបាកនឹងបដិសេធមែនលោកនាយកតាមពិតទៅខ្ញុំមានមូលហេតុផ្សេងដែលត្រូវលាលែងមិនថាដោយសារមូលហេតុអ្វីក៏ដោយខ្ញុំអាចយល់បានទាំងអស់ទៅចុះសង្ឃឹមថាអ្នកនឹងបន្តរួមចំណែកក្នុងវិស័យសុខាភិបាលទៅទៀតម្យ៉ាងទៀតថ្ងៃក្រោយខ្ញុំប្រហែលជាត្រូវពឹងពាក់អ្នកផងដែរលោកនាយកឆែងអ្នកលីឈប់មែនទេ
បើអ្នកទៅបាត់តើខ្ញុំត្រូវធ្វើម៉េចទៅចុះបើអ្នកនាំខ្ញុំទៅមន្ទីរពេទ្យ Gen Hay ជាមួយអ្នកវិញឲ្យខ្ញុំធ្វើជាជំនួយការអ្នកយ៉ាងម៉េចដែររំខានមែនលោកនាយកឆែងអ្នកទៅណាទៅចូលរួមពិធីមង្គលការជឿមែនថានាងលួងលោមលូសៀងក៏ហួសចិត្តដែរតែនាងថែមទាំងហ៊ានប៉ះកូនខ្ញុំទៀតនាងគិតថាខ្ញុំនឹងលើកលែងឲ្យនាងមែនទេជំរាបសួរខ្ញុំជាបងថ្លៃស្រីរបស់កូនកំឡោះកូនក្រមុំអំបញ្ញមិញកូនក្រមុំបានឲ្យយេសពីខ្ញុំមួយគាត់ថាវាជារឿងរ៉ាវដែលគាត់និងកូនកំឡោះស្គាល់និងស្រឡាញ់គ្នាបន្តិចទៀតជួយចាក់បង្ហាញក្នុងកម្មវិធីឲ្យផងបានខ្ញុំដឹងហើយកូនក្រមុំកូនកំឡោះចៅឲ្យសុនម៉ាន់ឈីទាំងអស់នេះគឺដោយសារតែឯងបង្ខំខ្ញុំថ្ងៃនេះម៉ាន់ឈីស្អាតណាស់ស័ក្តិសមនឹងកូនប្រុសខ្ញុំដូចជាគូព្រេងពិតមែនអ្នកស្រីកុំបារម្ភអីទោះបីធម្មតាម៉ាន់ឈីអាចរៀងរឹងរូសបន្តិចមែនតែចរិតលក្ខណៈគាត់ល្អឥតខ្ចោះម៉ាក់និយាយអីហ្នឹងកូនរឹងរូសកន្លែងណាទៅម៉ាក់និយាយត្រូវហើយមើលចុះម៉ាន់ឈីឲ្យក្រោយរៀបការរួចបើកូនអាចមានកូនភ្លាមម៉ាក់ធានាថានៅក្នុងផ្ទះនេះគ្មានអ្នកណាហ៊ានធ្វើបាបកូនឡើយមែនហើយខ្ញុំនឹងម៉ាក់កូនចង់បីចៅខ្លាំងណាស់ចុះមិនត្រូវទេអ្នកស្រីមិនមែននៅមានកូនប្រសាស្រីម្នាក់ទៀតទេកូនប្រសាស្រីម្នាក់នោះរៀបការជាមួយកូនប្រុសខ្ញុំប៉ុន្មានឆ្នាំហើយនៅមិនទាន់មានកូនទេកុំនិយាយពីនាងអីពិបាកនឹងមានកូនណាស់សូម្បីតែមានកូនហើយក៏លូតទៅវិញដែរតើមិនអភ័ព្វទេម៉ាក់ធ្វើអីហ្នឹងកុំនិយាយអីកុំនិយាយយកទៅទៀតប្រពន្ធឯងមានចរិតបែបណាឯងមិនដឹងក្នុងចិត្តទេម៉ាក់គ្រាន់តែនិយាយប៉ុណ្ណោះថ្ងៃនេះជាថ្ងៃរៀបការប្អូនប្រុសឯងណាថ្ងៃសំខាន់បែបនេះក្នុងនាមជាបងថ្លៃស្រីបែរជាមិនទាន់មកដល់ទៀតនាងមិនដាក់ពួកយើងក្នុងភ្នែកខ្លះសោះឬប៉ាម៉ាក់មកមិនទាន់ដល់អីចឹងគាត់នៅទុកមុខយើងក្នុងភ្នែកខ្លះទេហ្នឹងម៉ាក់ប៉ាប្រកាសជាបងថ្លៃមានការអីហើយបានជាមិនមកតើបើខ្ញុំមិនមកអាពាហ៍ពិពាហ៍នេះមិនកើតមែនទេទៅណាដឹងទេមិនបានឥឡូវទៅមកខ្ញុំទៅរៀបចំកាដូភ្ញាក់ផ្អើលឲ្យអ្នកនឹងស៊ូម៉ាន់ឈីនឹងណានិយាយអីហ្នឹងកូនអូនខ្ញុំរៀបការសួរថាឯងរៀបចំកាដូភ្ញាក់ផ្អើលឲ្យខ្ញុំធ្វើអីជាងស៊ូរៀនថ្ងៃសំខាន់បែបនេះមកយឺតមិនថាទេមិនបាននៅធ្វើមុខក្រអឹតក្រទុំទៀតម៉ាក់កុំអីបងថ្លៃប្រហែលរវល់ការងារហើយមកបានក៏ល្អហើយគាត់ឈប់ធ្វើការហើយរវល់ស្អីគេស៊ូរៀនមិនមែនប៉ាម៉ាក់ចង់ថាឯងទេឯងធ្វើខ្លួនឯងកូនក៏មិនដឹងទៅណាហើយឥឡូវការងារក៏បាត់ទៀតឯងគួរតែរៀនសូត្រពីប្អូនខ្លះទៅរៀនស្អីរៀនទៅធ្វើស្រីតូចឲ្យគេនៅក្រៅមែនទេឯងកំពុងនិយាយរឿងអីហ្នឹងមានន័យថាម៉េចដែលថាកូនស្រីខ្ញុំទៅធ្វើស្រីតូចគេនិយាយឲ្យច្បាស់មកប៉ាម៉ាក់គ្រាន់តែនិយាយរំលឹកបន្តិចបន្តួចសោះឯងបែរជាមកខឹងដាក់ប្រពន្ធប្អូនខ្លួនឯងទៅវិញឯងចង់បង្កចំនួនមែនទេប៉ាម៉ាក់គ្រាន់តែនិយាយរឿងបងប្អូនពីរម៉ាត់សោះបែរជាបងយកកំហឹងទៅដាក់លើប្អូនថ្លៃខ្លួនឯងបងធ្វើបែបនេះចង់បង្កចំនួនមែនទេខ្ញុំមិនបាននិយាយផ្ដេសផ្ដាស់ទេគេជាជនទីបៀរអត់គេខ្លួនឯងដឹងច្បាស់បំផុតបងគុំជឿពាក្យគេផ្ដេសផ្ដាស់អីខ្ញុំអត់បានធ្វើទេគឺបងថ្លៃស្រីទេកុំនិយាយផ្ដេសផ្ដាស់ឲ្យសោះខ្ញុំនៅជាមួយម៉ាន់ឈីយូហើយខ្ញុំមិនជឿថាគេជាមនុស្សបែបហ្នឹងទេមែនទេបងពិតជាគិតថាបងស្គាល់គេច្បាស់ណាស់មែនទេគ្រប់គ្រាន់ហើយមួយរយៈនេះបងកាត់អីទៅបើបងមានគំនុំជាមួយខ្ញុំចង់និយាយអ្វីក៏និយាយចុះតែថ្ងៃនេះជាថ្ងៃមង្គលប្អូនប្រុសខ្ញុំបងចង់មកបង្កចំនួនមែនទេថ្ងៃនេះខ្ញុំមកបង្កចំនួននឹងឯងខ្ញុំយល់ថាស៊ូម៉ាន់ឈីមិនស័ក្តិសមនឹងបងទេឬមួយគេដឹងរឿងរវាងខ្ញុំនិងម៉ាន់ឈីហើយឲ្យមកឲ្យយកច្រើនពេកហើយបើមិនចង់នៅទីនេះទេចេញទៅត្រូវហើយបើមិនចង់នៅក៏ចេញទៅម៉ាន់ឈីទៅតែនឹងជោគផ្ទះសោះបងជាបងថ្លៃបែរជាធ្វើដាក់គេបែបនេះចុះទៅថ្ងៃមុខទៀតនឹងទៅជាយ៉ាងណាទៅជាមួយខ្ញុំទៅណាខ្ញុំតន់បាននិយាយរឿងបងផងនិយាយរឿងអីនិយាយរឿងបងនិងអូនថ្លៃឥឡូវសូមឲ្យគ្រប់គ្នាផ្ទះដៃស្វាគមន៍កូនកំឡោះក្រមុំផងពេលវេលាបានមកដល់ហើយសូមអញ្ជើញកូនកំឡោះនិងកូនក្រមុំឡើងលើឆាកដោយក្តីរីករាយនៅស្ងៀមធ្វើអ្វីទៀតរស់រាន់ឡើងទៅបងថ្លៃខ្ញុំប្រមានអ្នកគុំមកធ្វើរឿងនៅពិធីមង្គលការខ្ញុំឲ្យសោះបើមិនអញ្ចឹងទេខ្ញុំមិនទុកអ្នកឲ្យស្រួលខ្លួនឡើយអ្នកកើតអីទៅនឹងចេញទៅកុំមកប៉ះខ្ញុំអ្នកចង់ធ្វើស្អីចង់លេងរស់នៅជាមួយខ្ញុំមែនទេអ្នកទីត្រូវហើយថ្ងៃនេះខ្ញុំមកដើម្បីលេងលេះជាមួយអ្នក
ចង់លេងលេះជាមួយខ្ញុំអ្នកហ៊ានដល់ថ្នាក់ចង់លេងលេះជាមួយខ្ញុំផងមិនក៏អ្នកគិតថាខ្ញុំមិនអាចរស់ដោយគ្មានអ្នកបានមែនទេជាងស៊ូរ៉ាន់គិតច្បាស់ទៅឥឡូវអ្នកគ្មានអ្វីទាំងអស់បើលេងលេះជាមួយកូនប្រុសខ្ញុំកុំមកស្ដាយក្រោយវិញអសោះខ្ញុំចំណាយលុយលើគេច្រើនណាស់ធ្វើការដូចគោដូចសេះឲ្យគេតែគេបែរជាលួចមានស្រីនៅពីក្រោយខ្នងខ្ញុំបែបនេះមិនគួរលេងលេះទេអ្នកនិយាយផ្ដេសផ្ដាសអ្វីខ្ញុំទៅមានស្រីពេលណាខ្ញុំទៅមានស្រីថ្មីចុះរឿងលេងលេះនេះមិនគួរកើតឡើងទេអ្នកនិយាយស្អីខ្ញុំទៅមានស្រីពេលណាដល់ថ្នាក់នេះហើយនៅធ្វើពុតជាមិនដឹងទៀតឬមួយនាងដឹងរឿងអស់ហើយកូនប្រុសខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេបើគេហ៊ានធ្វើរឿងអាក្រក់ដាក់អ្នកខ្ញុំនឹងកាត់ជើងគេឲ្យបាក់ផ្ទាល់ដៃនឹងហើយអ្នកមានសិទ្ធិអីមកនិយាយចោទកូនខ្ញុំមានភស្តុតាងទេចង់បានភស្តុតាងមែនទេចាំមើលទៅសួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នាថ្ងៃនេះអាកាសធាតុល្អណាស់យើងជួបជុំគ្នានៅទីនេះដើម្បីធ្វើជាសាក្សីនៃចំណងអាពាហ៍ពិពាហ៍របស់កូនកំលោះលូយៀននិងកូនក្រឡុំស៊ូម៉ាន់ឈីរឿងរ៉ាវស្នេហារបស់ពួកគេពោពេញដោយភាពផ្អែមល្ហែមតោះយើងមកទស្សនាវីដេអូពីដំណើរជីវិតរបស់ពួកគេទាំងអស់គ្នាមើលគេទៅសុភមគុំលេះមិនដូចអ្នកទេហេតុអីនៅមានចាក់វីដេអូទៀតចុះហេតុអីខ្ញុំមិនដែលឮថាមានកម្មវិធីនេះនៅសពខ្ញុំម្នាក់ទៀតគេកំពុងចាក់វីដេអូអ្នកនឹងអ្នកចង់ធ្វើស្អីទៀតបងវីដេអូស្អីហ្នឹងហេតុអីខ្ញុំមិនដឹងមិនមែនអ្នកទេដែលឲ្យគេចាក់វីដេអូហ្នឹងនេះវាស្អីទៅរឿងអីហ្នឹងនេះជារឿងពិតទេយើងសន្យាថានឹងរាប់អានគ្នាជាសាច់ញាតិមួយជីវិតខ្លាចអីប្តីសម្លាញ់ឯងនេះពិតជាមែនកូនម៉ាក់ស្អប់ណាស់នេះវាជារឿងអ្វីហេតុអ្វីបានជាឯងដាក់របស់នេះសំឡេងនេះស្ដាប់ទៅសំណាស់អ្នកទាំងពីរនេះជានរណាមនុស្សម្នាក់នេះពិតជាមែនហើយមនុស្សនេះពិតជាមែនស្ដាប់មិនទាន់ឆ្អែតទេនេះជារឿងអ្នកណាជាមួយអ្នកណាសំឡេងស្រីម្នាក់នោះដូចកូនក្រមុំទេមែនទេមិនមែនខ្ញុំទេអ្នកណាឲ្យឯងចាក់អានេះក្នុងថ្ងៃរៀបការឯងយកវាពីណាឯងនៅហ៊ានមកក្រាស់សួរខ្ញុំទៀតថាបានមកពីណាឯងមិនដឹងខ្លួនទេហីឯងមានន័យថាម៉េចឯងមានន័យថាម៉េចលូវើខ្ញុំទុកមុខឲ្យឯងច្រើនហើយឯងនៅធ្វើជាមិនដឹងមនុស្សទៀតមែនទេហើយពួកឯងទាំងអស់គ្នាឆ្លងអស់ហើយហីពួកឯងស្ដាប់មិនចេញទេអីថាជាសំឡេងសន្ទនារបស់អ្នកណាម៉ាន់ឈីឯងធ្វើស្អីនឹងខ្ញុំសួរថាសំឡេងម៉ាក់មិញនេះខ្ញុំមិនមែនទេខ្ញុំមិនមែនប្រាប់ខ្ញុំមកមិញនេះម៉ាក់មិនមែនខ្ញុំទេគឺគាត់ដែលចង់ធ្វើបាបម៉ាក់ដោយចេតនាល្អណាស់ឯងមួបង្កាច់កូនប្រុសខ្ញុំមិនទាន់គ្រប់គ្រាន់ទេឥឡូវថែមទាំងចង់មួបង្កាច់ម៉ាន់ឈីទៀតឯងពិតជាអាក្រក់ណាស់កូនស្រីខ្ញុំបរិសុទ្ធណាស់ស្ទើរតែត្រូវឯងបំផ្លាញចោលហើយមានមនុស្សស្រីឲ្យហេតុអ្វីក៏ចិត្តអាក្រក់ម្ល៉េះខ្ញុំចិត្តអាក្រក់បើខ្ញុំចិត្តអាក្រក់មែនឯងគិតថាកូនស្រីឯងនៅមានមុខមកជួបគេទៀតហ៎គ្រប់គ្រាន់ហើយមិនមែនឯងចង់លេងលេះទេខ្ញុំយកព្រមឲ្យឯងជាងស៊ូរិនទោះបីឯងស្អប់ខ្ញុំឬខឹងខ្ញុំយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំមិនដែលធ្វើអ្វីឲ្យឯងខូចចិត្តឡើយឯងជឿមិនជឿក៏ខ្ញុំគ្មានអ្វីត្រូវបកស្រាយដែរប៉ុន្តែថ្ងៃនេះខ្ញុំមិនអនុញ្ញាតឲ្យឯងមកបង្កហេតុទៀតទេលិខិតលេងលេះក៏ចុះហត្ថលេខារួចហើយឯងនៅទីនេះធ្វើអ្វីទៀតចេញទៅមែនហើយចេញទៅឯងមិនមែនជាមនុស្សក្នុងត្រកូលលូទៀតទេចេញទៅឲ្យឆ្ងាយអ្នកគិតថាខ្ញុំទៅបាត់ហើយអ្នកអាចបន្តរៀបការនៅថ្ងៃនេះបានមែនទេអ្នកមានន័យថាម៉េចលូស៊ឺអានចាំមើលទៅថ្ងៃណាមួយនឹងទទួលបានកម្មពីមិនខានទៅបានល្អហើយកុំត្រឡប់មកវិញទៀតឲ្យសោះក្នុងជីវិតនេះអ្នកម្ដាយសុំទោសដែលធ្វើឲ្យអ្នកម្ដាយអាម៉ាស់មុខហើយយីមិញមានគេប្រាប់បងផ្ញើវីដេអូនេះឲ្យអូនឆាប់មើលទៅពួកគេពីរអ្នកនឹងពិតជាសូមទោសបុគ្គលិកយើងច្រឡំដាក់ Discord ទើបចាក់ចេញនៅសំឡេងដែលមិនគួរចាក់ខ្ញុំសូមទោសដល់កូនកំលោះនិងកូនក្រមុំផងពិធីមង្គលការរបស់យើងបន្តទៀតឥឡូវនេះសូមអញ្ជើញកូនក្រមុំឡើងលើឆាកម្ដងទៀតឡើងឆាកម្ដងទៀតកូនប្រុសតើយ៉ាង Sharon កាត់អីហ្នឹងគេលេងលេះគ្នាពិតមែនឬ
នរណាទៅដឹងថាគេផឹកថ្នាំខុសយ៉ាងណាចាំឲ្យគេរំសាយកំហឹងសិនច្បាស់ជាត្រឡប់មកវិញហើយចាំនិយាយគ្នាល្អជាមួយគេទៅបើលែងលេះគ្នាបានកុំលែងអីយ៉ាងហោចណាស់គេក៏ជាប្រធានម្នាក់ដែរបើទោះជាឈប់ធ្វើការក៏គ្រាន់តែជាការបដូរការងារថ្មីនៅតែអាចរកលុយបានច្រើនដែរយ៉ាងហោចណាស់ក៏ជួយសម្រាលបន្ទុកអ្នកបានខ្លះដែរមែនទេបានហើយខ្ញុំដឹងហើយខ្ញុំនឹងនិយាយជាមួយគេកូនកំឡោះជាទីស្រឡាញ់តាអ្នកព្រមសុំទោសខ្ញុំមិនរៀបការទៀតទេមានរឿងអីហ្នឹងកាត់អីមិនរៀបការទៀតមែនទេអ្វីទាំងអស់បានបញ្ចប់ហើយល្អណាស់ខ្ញុំអ្នកលោកនីយ៉ូគូលោកគ្រូពេទ្យជាងមិនបានជួបគ្នាយូរហើយលោកនីយ៉ូគូលោកគ្រូពេទ្យជាងទីបំផុតរកឃើញអ្នកហើយខ្ញុំមកទទួលអ្នកទៅធ្វើការនៅមន្ទីរពេទ្យជាងហើយយើងលោកនីយ៉ូគូអ្នករហ័សពេកហើយខ្ញុំទើបតែឈប់សម្រាកថ្ងៃនេះគិតថាពីរបីថ្ងៃទៀតចាំទៅរកអ្នកខ្ញុំដឹងហើយនាយកមន្ទីរពេទ្យរបស់អ្នកបានប្រាប់ខ្ញុំរួចហើយដូច្នេះហើយទើបខ្ញុំមកទទួលអ្នកដោយផ្ទាល់យ៉ាងហោចណាស់ក៏សម្រាប់អ្នកជំនាញដ៏ពូកែម្នាក់ដូចលោកគ្រូពេទ្យជាងបើខ្ញុំមកយឺតមួយជំហានក្រែងលោកអ្នកដទៃតាក់ទងយកអ្នកទៅបាត់នោះខ្ញុំច្បាស់ជាស្ដាយក្រោយមិនខានលោកនាយកគូនិយាយលេងហើយប៉ុន្តែខ្ញុំពិតជាមានរឿងត្រូវដោះស្រាយបន្តិចសូមទុកពេលឲ្យខ្ញុំ2ថ្ងៃទៀតចុះតើមានរឿងអ្វីឲ្យខ្ញុំជួយដែរឬទេប្រាប់ខ្ញុំបានណានិយាយមកចុះអរគុណលោកគូដែលបារម្ភខ្ញុំអាចដោះស្រាយបានអញ្ចឹងក៏បានចាំតាក់ទងមកខ្ញុំណាកញ្ញាជាងសូមតាក់ទងមកខ្ញុំឲ្យបានណាលោកគូនឹងមានន័យថាម៉េចមួយផ្លែតហៅខ្ញុំគ្រូពេទ្យជាងមួយផ្លែតហៅកញ្ញាជាងបងថ្លៃរងចាំខ្ញុំផងបងថ្លៃវីដេអូនោះគឺអ្នកផ្ញើឲ្យខ្ញុំមែនទេសុំទោសតាមពិតខ្ញុំគួរតែប្រាប់អ្នកឲ្យបានលឿនជាងនេះតែថាមិនបាច់និយាយទេខ្ញុំយល់ទាំងអស់ហើយទុកទៅខ្ញុំគួរតែអរគុណអ្នកវិញទេបើមិនមែនអ្នកផ្ញើវីដេអូនេះមកខ្ញុំទេនោះប្រហែលជាពេលនេះខ្ញុំនៅតែចាញ់បោកអ្នកទាំងពីរអ្នកនោះមិនខានគិតទៅយប់នោះខ្ញុំថែមទាំងរំលឹកឲ្យអ្នកត្រូវគ្នាជាមួយបងប្រុសខ្ញុំទៀតពិតជាខុសមែនហើយចុះយ៉ាងណាក៏ខ្ញុំលែងលេះជាមួយបងប្រុសអ្នកហើយដែរទៅមុខទៀតកុំហៅខ្ញុំថាបងថ្លៃទៀតអីចាស់បាទអីចឹងចាប់ពីពេលនេះទៅយើងជាមិត្តនឹងគ្នាទៅហើយណាលីហើយនេះវាជារឿងស្អីគ្នាប៉ូលីសចាស់ក្មេងនឹងមិនក៏រត់ទៅបាត់ហើយខ្ញុំមិនដឹងទេឯងធ្វើឲ្យម៉ែឯងនិងខ្ញុំអាប់អន់មុខមាត់អស់ហើយកុំតន់អើខាងអីអ្នកម្ដាយស្ងាត់មាត់ពួកអ្នកឯងគ្មានអ្នកណាល្អទេនេះវាជារឿងអីគ្នាមានរឿងអីកាត់ឡើងនេះមានរឿងអីចុះអាពីពីនេះដឹងតែរៀបការបន្តទៀតឬអត់ចុះកូនកំឡោះទៅណាគាត់ដឹងរឿងយើងទាំងពីរហើយមែនទេទាំងអីបងយ៉ាងច្រើនត្រឹមតែសង្ស័យប៉ុណ្ណោះកុំបារម្ភអីចាំគាត់ត្រឡប់មកវិញខ្ញុំលួងគាត់បន្តិចក៏រួចរាល់ដែរចុះសម្លេងសន្ទនារបស់យើងទាំងពីរក្នុងពិធីអាពាហ៍ពិពាហ៍នោះគាត់យកមកពីណាទៅខ្ញុំក៏ឆ្ងល់ដែររឿងនោះប្រកាសជាមិនមែនបែកឃ្លីមកពីខាងខ្ញុំទេមិនមែនអ្នកឯងជាអ្នកទម្លាយទេមែនទេទៅរួចយ៉ាងមិនកើតវីដេអូទាំងនោះខ្ញុំផ្ញើឲ្យតែអ្នកម្នាក់ទេខ្ញុំមិនបានផ្ញើឲ្យអ្នកណាផ្សេងឡើយវីដេអូទាំងនោះខ្ញុំផ្ញើឲ្យតែអ្នកម្នាក់ទេខ្ញុំមិនដែលផ្ញើឲ្យអ្នកណាផ្សេងឡើយកុំទៅខ្វល់អីវាគ្រាន់តែជាឯកសារសម្លេងប៉ុណ្ណោះឲ្យតែគេគ្មានភស្តុតាងជាក់ស្ដែងយើងមិនបាច់បារម្ភទេអ្នកពិតជាតួអង្គកំសត់ដ៏គួរឲ្យតាក់ទាញមែនប្រសិនបើឈុតរៀបការរបស់អ្នកថ្ងៃនេះមិនមែនជារបស់ជួលក៏ល្អឈុតរៀបការនឹងជួលគេទេបើអ្នកចូលចិត្តលើកក្រោយឲ្យអ្នកស្លៀកប្រពន្ធសម្លាញ់អ្នកត្រឡប់មកវិញហើយពួកអ្នកគ្មានលុយទៅបើកបន្ទប់សន្តាគារទេឬមួយក៏គិតថាធ្វើនៅផ្ទះវាជក់ចិត្តជាងបងថ្លៃអ្នកកុំយល់ច្រឡំអីកុំហៅខ្ញុំថាបងថ្លៃខ្ញុំលែងលេះជាមួយនាងហើយឈប់ទៅ
សុំល្មមបានហើយម៉ាន់ឈីនាងគ្មានកន្លែងទៅមកស្នាក់នៅផ្ទះយើងមួយផ្លែតនិយាយទៅរឿងនេះក៏បន្ទោសអ្នកមិនបានបើមិនមែនព្រោះអ្នកបង្កចំនួនក្នុងពិធីមង្គលការប្អូនខ្ញុំមិននឹងទុកម៉ាន់ឈីចោលដល់ពេលនេះអ្នកនៅតែគិតថាជាកំហុសខ្ញុំមានបញ្ហាអ្វីក៏ដោយរឿងនេះកន្លងផុតទៅហើយកុំប្រកាន់គ្នាទៅទៀតអីបន្តិចទៀតខ្ញុំនឹងជូននាងត្រឡប់ទៅវិញបន្តិចទៀតខ្ញុំនឹងជូនអាជីត្រឡប់ទៅវិញរឿងរវាងគេនិងប្អូនប្រុសខ្ញុំទុកឲ្យគេដោះស្រាយខ្លួនឯងចុះរឿងយើងវិញយើងដោះស្រាយគ្នាឯងបានទេយើងលែងមានពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយអ្នកក៏ចុះហត្ថលេខាលើលិខិតលែងលះហើយដែរទៅនេះយើងគ្មានអ្វីនឹងគ្នាទៀតទេជាងស៊ូរ៉ាន់ឯងចង់បានមុខមាត់មែនទេឯងចង់រករឿងដល់ណាទៀតខ្ញុំកំពុងតែស្ងប់អារម្មណ៍ណាស់ខ្ញុំត្រឡប់មកនេះដើម្បីមកយករបស់ទេទៅរស់នៅជាមួយនាងទៅចុះឯងនិយាយអីឯងនៅសង្ស័យរឿងខ្ញុំជាមួយម៉ាន់ឈីទៀតហ៎សង្ស័យហ៎រឿងអ្នកទាំងពីរនឹងត្រូវការឲ្យខ្ញុំសង្ស័យទៀតមែនទេបងថ្លៃឯងអ្នកពិតជាយល់ច្រឡំមែនខ្ញុំជាមួយជឿអាងគ្រាន់តែជាមិត្តរួមថ្នាក់សាកលវិទ្យាល័យប៉ុណ្ណោះពីមុនយើងរាប់អានគ្នាចិត្តស្និទ្ធបន្តិចជប់និយាយទៅកាន់តែបកស្រាយខ្ញុំកាន់តែចង់អួតភ្លេចវាចុះរបស់ខ្ញុំទាំងអស់ខ្ញុំមិនយកទេអ្នកយកទៅចោលទៅខ្ញុំមិនចង់ឃើញមុខអ្នកទាំងពីរទៀតទេសូម្បីតែមួយវិនាទីក៏មិនចង់ដែរប្រពន្ធសម្លាញ់ស្ដាប់បងសិនមិនបាច់និយាយទៀតទេរវាងយើងគឺចប់ត្រឹមនេះហើយជាងស៊ូរ៉ាន់បើថ្ងៃនេះឯងចេញទៅកុំត្រឡប់មកវិញឲ្យសោះកុំមកស្ដាយក្រោយអូនសម្លាញ់យើងធ្វើបែបនេះខ្លាំងដែរពេកទេដឹងគាត់ទៅបាត់មែនទេកុំទៅខ្វល់ពីគាត់គិតថាខ្ញុំរស់ដោយគ្មានគាត់មិនបានមែនទេនិយាយទៅខ្ញុំមានដំណឹងល្អមួយចង់ប្រាប់អូនថ្នាក់លើខ្ញុំចង់បញ្ជូនខ្ញុំទៅធ្វើនាយកសាខានៅជៀងហៃពិតមែនទេចុះចំពោះចាងសិនវិញចាងសិនជារឿងតូចតាច់ទេសំខាន់ពេលធ្វើជានាយកមានឱកាសរកលុយបានច្រើនក្នុងមួយឆ្នាំរកបានរាប់លានគឺមិនមែនជាបញ្ហាឡើយអញ្ចឹងតើរកបានច្រើនម្ល៉េះកុំមើលងាយវិស័យយើងឲ្យសោះកុំថាឡើយត្រឹមតំណែងនាយកសំបីតែអ្នកតំណាងអស់សតូចម្នាក់បើធ្វើការបានល្អក្នុងមួយឆ្នាំរកបានរាប់លានគឺងាយមិនអញ្ចឹងទេអូនគិតថាបុកថ្លៃរបស់អូនខ្ញុំយកលុយឯណាមកទិញឲ្យអូនសម្លាញ់បើរកលុយបានច្រើនម្ល៉េះចាំបងធ្វើជានាយកហើយបងឲ្យអូនទៅធ្វើការនៅក្រុមហ៊ុនបងបានទេជួយនាំខ្ញុំទៅធ្វើជាតំណាងអស់នៅក្រុមហ៊ុនអ្នកបានទេកុំបារម្ភអីគ្រាន់តែនាំខ្ញុំចូលបានខ្ញុំនឹងខំធ្វើការហើយយើងនឹងបាននៅជាមួយគ្នាជារៀងរាល់ថ្ងៃល្អតើរឿងនឹងទុកចិត្តលើខ្ញុំចុះចាំដល់ពេលខ្ញុំរកលុយបានខ្ញុំនឹងធ្វើឲ្យប្អូនអ្នកស្ដាយក្រោយនាងកញ្ជើខ្លួនឯងនេះចេះចង់គំនុំដែរតើអាមនុស្សស្មោកគ្រោកខ្ញុំឲ្យពេល10នាទីមកវិញភ្លាមអូនសម្លាញ់មានរឿងអីអ្នកណាទូរស័ព្ទមកប៉ាខ្ញុំឲ្យខ្ញុំត្រឡប់ទៅវិញតែមិនស្រួលទេមិនក៏គាត់ខឹងខ្លាំងម្ល៉េះប៉ាអ្នកដឹងរឿងយើងទាំងពីរហើយមែនទេត្រឡប់ទៅមើលគាត់ទៅមិនបានមកអាមនុស្សស្មោកគ្រោកអាត្រេឆានចាំតែនាងត្រឡប់មកវិញចុះខ្ញុំនឹងវាបំបាក់ជើងនាងឲ្យមើលយ៉ាងយ៉ាបងថ្លៃស្រីឯងទៅបាត់មែនទេគាត់ផ្ដាច់ទំនាក់ទំនងជាមួយឯងបែបនេះមែនទេបើជារឿងឯងវិញតើឯងអាចទ្រាំបានដែរឬទេចុះបើមែនម៉ាក់ខ្ញុំទៅមុនហើយខ្ញុំមិនចង់ជួបបងប្រុសទេប៉ាទើបតែចេញពីផ្ទះមែនទេតើប៉ាម៉ាក់ហៅខ្ញុំមានការអីឯងសម្លឹងមកខ្ញុំបែបនេះធ្វើអីឯងឈួតទៅហើយមែនទេឯងវាខ្ញុំធ្វើអីឯងវិញធ្វើបាត់ទ្វារលឿនឡើងតើកូនលេបថ្នាំខុសមែនទេប៉ាម៉ាក់ហៅកូនមកមានការអីកូនសម្លឹងមើលឲ្យច្បាស់ទៅប៉ាម៉ាក់វីដេអូនេះបានមកពីណា
ប៉ាម៉ាក់វីដេអូនេះប្រកាសជាคล้ายៗហើយគុំជឿវាឲ្យសោះមនុស្សអប្រយែងដល់ពេលនេះហើយនៅមិនព្រមសារភាពទៀតហើយចង់ឲ្យប៉ាម៉ាក់ខ្មាស់គេខ្លាំងមែនទេប៉ាអញឈួតមែនទេប៉ាកូនខុសហើយកូនខុសមែនតែនកូនពិតជាវង្វេងវង្វាន់ខ្លាំងណាស់វង្វេងអញវង្វេងបែបនេះដឹងទេថាអញធ្វើឲ្យគេខូចខាតប៉ុន្មានអ្នកវីដេអូនេះតើលោកសាស្ត្រាចារ្យឲ្យផ្ញើឲ្យប៉ាម៉ាក់មែនទេអញនៅហ៊ាននិយាយដល់គេទៀតហើយគេបានហ៎ឯងនៅមានមុខនិយាយពីគេទៀតគេលេងលេះជាមួយអញបាត់ហើយហេតុអ្វីមិនប្រញាប់ទៅតាមគេមកវិញខ្ញុំទៅរកគេពេលនេះគេប្រហែលជាស្អប់ខ្ញុំខ្លាំងណាស់ចេញទៅឲ្យឆ្ងាយពីទីនេះប៉ាម៉ាក់ខ្ញុំដឹងថាខ្ញុំធ្វើខុសហើយប៉ុន្តែខ្ញុំនឹងមិនឈីស្រឡាញ់គ្នាពិតប្រាកដខ្ញុំមិនស្ដាយក្រោយដែលនៅជាមួយគាត់ទេប៉ាស្ដាយក្រោយគឺជាងស៊ូរៀនដែលត្រូវស្ដាយក្រោយបើខ្ញុំឲ្យអញទៅគឺចាត់ទុកថាគ្មានកូនដូចជាអញទៀតចេញទៅមិត្តរួមការងារទាំងអស់គ្នាថ្ងៃនេះហើយអ្នកទាំងអស់គ្នាប្រជុំខ្ញុំមានរឿងតែមួយគត់នឹងនិយាយរឿងនេះធ្ងន់ធ្ងរខ្លាំងណាស់អ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់មានរឿងអ្វីប្រញាប់បើកកិច្ចប្រជុំធ្ងន់ធ្ងរម្ល៉េះសប្តាហ៍មុនខ្ញុំបានត្រួតពិនិត្យឃើញថារបាយការណ៍គុណភាពរបស់អ្នកផ្គត់ផ្គង់សេរ៉ូមអាហារូបត្ថម្ភសម្រាប់ផ្នែកសរសៃប្រសាទគឺសុទ្ធតែជាការក្លែងបន្លំដ៏ធ្ងន់ធ្ងរបែបនេះគឺបានប៉ះពាល់ដល់គោលការណ៍របស់មន្ទីរពេទ្យយ៉ាងខ្លាំងវាផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យកាន់តែខ្លាំងថ្ងៃនេះខ្ញុំសូមនិយាយចំពោះមុខគាត់អ្នកណាដែលធ្លាប់ធ្វើខុសពីមុនបើហ៊ានចូលមកសារភាពជាមួយខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកកែខ្លួនបើមិនអញ្ចឹងទេបើខ្ញុំរកឃើញខ្លួនឯងខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើភ្លាមហើយពេលនោះនឹងត្រូវទទួលទោសមិនខានកុំបន្ទោសខ្ញុំថាគ្មានមេត្តាឲ្យសោះចប់ការប្រជុំកាត់អីនឹងមុខមាត់មិនសប្បាយចិត្តសោះថ្ងៃនេះខ្ញុំទៅមន្ទីរពេទ្យច្រើនកន្លែងជួបគ្រូពេទ្យច្រើនអ្នកគេមិនខ្វល់នឹងខ្ញុំសំបីបន្តិចថែមទាំងត្រូវសន្តិសុខដេញចុះដេញឡើងជួបតែរឿងឈឺចាប់ខ្ញុំលែងចង់ធ្វើឲ្យអីកុំអីទើបតែចាប់ដើមអ្នកប្រកាសជាជួបឧបសគ្គខ្លះហើយប៉ុន្តែមិនអីទេតិចទៀតអ្នកទៅមន្ទីរពេទ្យທາງជាងហើយខ្ញុំស្គាល់ថៅកែនៅទីនោះហើយថ្នាក់ដឹកនាំជាច្រើនខែទៀតខ្ញុំក៏ស្គាល់ច្បាស់ដែរអ្នកទៅផ្នែកពិនិត្យជំងឺរោគគ្រូពេទ្យសៀងហើយប្រាប់ឈ្មោះខ្ញុំទៅពិតមែនឬអញ្ចឹងខ្ញុំត្រូវតែទៅឥឡូវនេះអ្នកប្រញាប់ទៅណាអ្នកថាទៅមើលប៉ុន្មានថ្ងៃមុនផ្នែកវះកាត់មានអ្នកជំងឺម្នាក់ត្រូវវះកាត់បដូរបេះដូងតែគាត់ជាគ្រូសាស្ត្រក្រីក្រគ្មានបានធានារ៉ាប់រងសុខភាពបន្តិចទៀតទៅសាកសួរផ្នែកសង្គមកិច្ចមើលថាពេទ្យមានគោលនយោបាយជួយទេគាត់នៅក្មេងណាស់ត្រូវតែរកវិធីជួយឲ្យបានបាទលោកនាយកជាងខ្ញុំនឹងទៅសួរឥឡូវនេះហើយផ្នែកកុមារកាលពីយប់មិញមានក្មេងអាយុ3ឆ្នាំម្នាក់កើតជំងឺមហារីកឈាមស្រួចស្រាវត្រូវវះកាត់ជាបន្ទាន់អ្នករៀបចំឲ្យផ្នែកកុមារផ្នែកឈាមនិងមជ្ឈមណ្ឌលបដូរប្រដាប់សរីរាង្គជួបជាមួយគ្រូពេទ្យថ្នាំសន្លប់ផងខ្ញុំក៏នឹងចូលរួមផ្ទាល់ដែរយកព្រមបាទខ្ញុំនឹងរៀបចំផែនការភ្លាមនិយាយអីចឹងខ្ញុំនឹងថាថ្មីនេះមានតំណាងលក់ថ្នាំមកផ្សព្វផ្សាយនៅផ្នែកសង្គ្រោះបន្ទាន់ច្រើនមានរឿងនឹងមែនទេខ្ញុំមិនសូវដឹងដែរមិនអីទេអ្នកទៅធ្វើការចុះលោកស្រីគោអ្នកមកដល់ពេលណាហេតុអ្វីមិនទូរស័ព្ទប្រាប់មុនទើបតែមកដល់មួយសន្ទុះនេះទេមិនយូរបាននិយាយថាអ្នកកំពុងប្រជុំមិញខ្ញុំលួចទៅស្ដាប់បន្តិចដែរមិននឹកស្មានថានាយកជាងយើងមិនត្រឹមតែមានជំនាញពេទ្យល្អថែមទាំងមានសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យខ្លាំងបែបនេះពិតជាសំណាងរបស់ខ្ញុំមែនលោកគូសរសើរហើយខ្ញុំគ្រាន់តែធ្វើរឿងដែលគួរធ្វើប៉ុណ្ណោះកញ្ញាជាងយប់នេះទំនេរទេទៅញ៉ាំបាយជាមួយគ្នាទៅលោកកូននេះគឺអ្នកអាចគិតថាខ្ញុំកំពុងណាត់អ្នកមិនដឹងថាកញ្ញាជាងអាចផ្ដល់កិត្តិយសបានទេកុំទាន់អើបដិសេធខ្ញុំចាំអ្នករវល់រួចរាល់សិនខ្ញុំនឹងតាក់ទងទៅអ្នកវិញគាត់មកជួបខ្ញុំផ្ទាល់គ្រាន់តែចង់ណាត់ខ្ញុំទៅក្រៅខ្ញុំមានមុនស្នេហ៍ដល់ថ្នាក់នឹងមែនទេនាយកជាងខាងនោះមានរឿងហើយគ្រូពេទ្យជាងឆ្លោះគ្នាជាមួយតំណាងក្រុមហ៊ុនអសតើមានរឿងអីតើលោកគ្រូពេទ្យជាងឆ្លោះជាមួយតំណាងលក់ថ្នាំរឿងអ្វី
កញ្ញាស៊ូខ្ញុំត្រូវនិយាយប៉ុន្មានដងទៀតស្ដាប់ភាសាមនុស្សមិនយល់មែនទេចេញទៅភ្លាមលោកគ្រូពេទ្យជាងស្ដាប់ខ្ញុំនិយាយសិនចាំសម្រាប់ចិត្តចោះថ្នាំចាក់ថ្មីដែលក្រុមហ៊ុនយើងទើបដាក់លក់នេះបានឆ្លងកាត់ការពិសោធន៍ clinic និងអនុម័តយូរហើយប្រសិទ្ធភាពមិនចាញ់ថ្នាំតេឈប់និយាយទៅតើអ្នកណាជាពេទ្យខ្ញុំឬអ្នកខ្ញុំចេញវិជ្ជាបញ្ជាអ្វីត្រូវឲ្យអ្នកមកប្រាប់ឬតំណាងលក់ថ្នាំសម័យនេះក្រអឺតក្រទុំម្លេះហ៊ានមកលក់ដល់ក្នុងនេះទៀតក្មេងស្រីម្នាក់នេះប្រហែលជាទើបចូលធ្វើការទេដឹងគេជាពេទ្យបដិសេធដល់ថ្នាក់នេះហើយនាងនៅតែមិនព្រមទៅទៀតពួកអ្នកនិយាយអ្វីខ្ញុំមិនមែនទើបចូលធ្វើការទេខ្ញុំជាអ្នកលក់ឆ្នាំរបស់ក្រុមហ៊ុនកញ្ញាស៊ូមើលឲ្យច្បាស់ពេទ្យយើងកំពុងរឹតបន្តឹងខ្លាំងណាស់ចាប់ពីនាយកពេទ្យដល់ប្រធានផ្នែកហាមដាច់ខាតមិនឲ្យតាក់ទងជាមួយតំណាងលក់ថ្នាំឈប់រំខានខ្ញុំទៀតទៅបានទេលោកគ្រូពេទ្យជាងចាត់ទុកថាជួយសង្គ្រោះខ្ញុំចុះខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញក៏អាចរាយការណ៍បានជាខ្ញុំចុះខ្ញុំមិនឲ្យប្រយោជន៍អ្វីដល់អ្នកទេអ្នកឈួតមែនទេដឹងទេថាខ្លួនឯងកំពុងនិយាយអ្វីអ្វីដែលខ្ញុំត្រូវការគឺការទទួលខុសត្រូវចំពោះអ្នកជំងឺមិនមែនប្រយោជន៍តខ្លួនទេអ្នកឈួតហើយមែនទេដឹងទេថាខ្លួនឯងកំពុងនិយាយអ្វីអ្វីដែលខ្ញុំត្រូវការគឺភាពទទួលខុសត្រូវចំពោះអ្នកជំងឺមិនមែនលៀបសក្ការៈដែលពួកអ្នកលួចកេងចំណេញនោះទេហើយអ្នកក៏ដឹងដែរថាកាលពីលើកមុនអ្នកទាំងពីរធ្លាប់ញ៉ាំបាយជាមួយគ្នាសន្យារួចហើយរឿងអាពាហ៍ពិពាហ៍ចុះរឿងថ្នាំពេទ្យរបស់យើងវិញអ្នកចង់ត្រឡប់សម្ដីមិនទទួលស្គាល់មែនទេលោកប្រធានជាងលោកមកទីនេះធ្វើអីបើខ្ញុំមិនមកតើអ្នកនៅទីនេះអាចព្យាបាលអ្នកជំងឺបានធម្មតាទៀតទេគឺអ្នកនឹងឯងហេតុអ្វីបានជាអ្នកនៅទីនេះលោកប្រធានជាងពួកអ្នកស្គាល់គ្នាដែរមែនទេលោកគ្រូពេទ្យជាងកុំបារម្ភអីខ្ញុំស្គាល់គាត់ពិតមែនតែមិនសូវស្និទ្ធស្នាលប៉ុន្មានទេខ្ញុំមិនដឹងថាអ្នកណាឲ្យអ្នកមកទីនេះដើម្បីលក់ផលិតផលទេតែសកម្មភាពរបស់អ្នកកំពុងរំខានដល់ការបំពេញការងាររបស់គ្រូពេទ្យយើងយ៉ាងខ្លាំងសូមអ្នកចាក់ចេញទៅភ្លាមអ្នកជានរណាមានសិទ្ធិអីមកដេញខ្ញុំកញ្ញាស៊ូអ្នកដឹងទេថាខ្លួនឯងកំពុងនិយាយអ្វីលោកប្រធានជាងគេគឺគ្រាន់តែជាប្រធានផ្នែកម្នាក់មានអីអស្ចារ្យណាស់ទៅខ្ញុំទើបតែដឹងថាហេតុអ្វីបានជាអ្នកចាក់ចេញពីមន្ទីរពេទ្យចាស់ភ្លាមបែបនេះរឿងមកធ្វើការនៅទីនេះខ្ញុំមិនបានសុំយោបល់ពីអ្នកទេអ្នកមានសិទ្ធិអីមកចង់ដឹងរឿងខ្ញុំអ្នកមកពីក្រុមហ៊ុនណាមកពីក្រុមហ៊ុនណាក្រុមហ៊ុនសៃប៉ាវលាវយេក្រុមហ៊ុនសៃប៉ាវលាវយេមែនទេលូស៊ឺអានឲ្យអ្នកមកមែនទេមែនហើយគឺគាត់ឲ្យខ្ញុំមកតើអ្នកមិនដឹងទេលូស៊ឺអានឡើងតំណែងហើយទីស្នាក់ការកណ្ដាលបានបញ្ជូនគាត់ឲ្យមកធ្វើជាប្រធាននៅសាខាខេត្តជើងហៃខ្ញុំទំនេរក៏មកជាមួយគាត់តើមានបញ្ហាអ្វីអត់មានបញ្ហាអ្វីទេតែទោះជាអ្នកណាឲ្យអ្នកមកក៏អ្នកត្រូវតែទៅវិញដែរទិញគាត់ចេញទៅពួកអ្នកចង់ធ្វើអីខ្ញុំនឹងទូរស័ព្ទឲ្យនាយកលីឲ្យមកទីនេះមិនអីទេឲ្យគាត់ទូរស័ព្ទទៅខ្ញុំចង់ឃើញថាគាត់មានសមត្ថភាពប៉ុណ្ណាខ្ញុំប្រាប់ឲ្យដឹងណាលូស៊ឺអានស្គាល់ថ្នាក់ដឹកនាំពេទ្យពួកអ្នកទាំងអស់ថ្ងៃនេះដែលគាត់ឲ្យខ្ញុំមកគឺបានប្រាប់ថ្នាក់ដឹកនាំពួកអ្នករួចហើយអ្នកគ្រាន់តែជាគ្រូពេទ្យម្នាក់តើមានសិទ្ធិអីមកដេញខ្ញុំអាឡូនាយកលីមែនទេបាទខ្ញុំនេះឯងខ្ញុំនៅផ្នែកសង្គ្រោះបន្ទាន់ជួយមកទីនេះមួយផ្លែតបានទេឥឡូវនេះចាំមើលបន្តិចទៀតថាអ្នកនៅហ៊ានអួតអាងបែបនេះទៀតឬអត់ប្រធានជាងកុំនិយាយច្រើនជាមួយគាត់អីលោកនាយកជាងកុំនិយាយរឿងឥតប្រយោជន៍ជាមួយគាត់អីប្រញាប់ឡើងខ្ញុំក៏ចង់ដឹងដែរថាលោកនាយកលីរបស់យើងមានទំនាក់ទំនងអ្វីជាមួយគាត់ហើយលោកគ្រូពេទ្យជាងពេលអ្នកទៅមកដល់មិញខ្ញុំឬគាត់និយាយថាអ្នកទាំងពីរធ្លាប់ញ៉ាំបាយជាមួយគ្នាទៀតបើខ្ញុំរកឃើញថាអ្នកទាំងពីរមានទំនាក់ទំនងផលប្រយោជន៍អ្វីនឹងគ្នាកុំបន្ទោសខ្ញុំថាមិនគួរសមអសោះគ្មានទេពិតជាគ្មានទេខ្ញុំសូមស្ពតលោកគ្រូពេទ្យជាងហេតុអ្វីត្រូវភ័យខ្លាចចម្លេះពួកយើងគ្រាន់តែញ៉ាំបាយធម្មតាប៉ុណ្ណោះមិនបានធ្វើរឿងអាក្រក់អ្វីឡើយហេតុអ្វីគាត់ត្រូវគំរាមអ្នកម្យ៉ាងទៀតអ្នកជាមនុស្សរបស់លោកនាយកលីមានគាត់ចាំជួយជ្រោមជ្រែងតើគាត់អាចធ្វើអ្វីអ្នកបានលោកជួយស្ងាត់មាត់បានទេលោកគ្រូពេទ្យជាងតើអ្នកនៅខាងក្នុងមែនទេលោកគ្រូពេទ្យជាងអ្នកមិនទៅមើលអ្នកជំងឺឲ្យល្អមកស្រែកឡូឡាអ្វីនៅទីនេះលោកនាយកលីទីបំផុតលោកក៏មកដល់បើលោកមិនមកទេខ្ញុំប្រហែលជាត្រូវពួកគេធ្វើបាបស្លាប់ហើយមិញហ្នឹងគឺគាត់មិនត្រឹមតែគំរាមលោកគ្រូពេទ្យជាងទេថែមទាំងនិយាយថានឹងដេញខ្ញុំចេញទៀតលោកនាយកលីមើលចុះគ្រាន់តែជាគ្រូពេទ្យថ្នាក់ដឹកនាំតូចមួយក៏ក្អេងក្អាងបែបនេះដែរលោកត្រូវតែអប់រំពួកគេខ្លះហើយស្ងាត់មាត់លោកគ្រូពេទ្យជាងខ្ញុំនឹងទៅជាមួយគាត់ឥឡូវនេះលោកគ្រូពេទ្យជាងអីគេលោកនាយកលីលោកយល់ច្រឡំអ្វីឬអត់លោកនាយកលោកប្រហែលជាច្រឡំហើយគាត់គ្រាន់តែជាគ្រូពេទ្យប្រចាំផ្នែកម្នាក់ប៉ុណ្ណោះមិញនេះគ្រូពេទ្យក្មេងហៅគាត់ថាប្រធានជាងតើគាត់អាចជានាយកមន្ទីរពេទ្យអ្នកដោយរបៀបណាមូលហេតុដែលខ្ញុំហៅគាត់ថាប្រធានជាងព្រោះគាត់ជានាយកមន្ទីរពេទ្យផងនិងជាប្រធានផ្នែកសង្គ្រោះបន្ទាន់ផងក្នុងនាមខ្ញុំជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ការហៅគាត់បែបនេះមានបញ្ហាត្រង់ណាអញ្ចឹងតើបានជាអ្នកលីឈប់ព្រោះចង់មកធ្វើជានាយកនៅទីនេះមែនទេមែនហើយខ្ញុំមិនជឿទេខ្ញុំមិនជឿរឿងនេះកើតឡើងបានយ៉ាងម៉េចតើអាននៅឯណារហ័សអូសគាត់ចេញទៅចាំសិនកុំតន់ទៅចាំសិនអ្នកឈួតរៃតើអ្នកទូរស័ព្ទទៅគាត់ធ្វើអីតើអានកុំនៅស្ងៀមអីចាប់អូសគាត់ចេញទៅចាំសិនអនុញ្ញាតឲ្យគាត់ទូរស័ព្ទទៅចុះ
អ្នកទាំងពីរនាំអ្នកជំងឺទៅបន្ទប់ពិនិត្យចិត្តនេះសិនទៅលោកគ្រូពេទ្យជាងនៅទីនេះលោកនាយកលីក៏កុំទាន់ទៅណាក្នុងពេលដែលអ្នកទាំងអស់គ្នានៅទីនេះស្រាប់ហើយអស់សិនអ្នកអាចទូរស័ព្ទបានខ្ញុំក៏ចង់ដឹងដែរថាលូស៊ឺអាននឹងមានសមត្ថភាពខ្លាំងប៉ុណ្ណាអាឡូយ៉ាងម៉េចហើយរកឃើញគ្រូពេទ្យជាអានឬនៅមានរឿងអីប្រាប់ខ្ញុំសិនមកបាទចាំខ្ញុំទៅដល់ភ្លាមចាំទៅចុះលូស៊ឺអានចិត្តមកដល់ហើយម្យ៉ាងទៀតភ្លេចប្រាប់ឯងថាលូស៊ឺអានគេមានទំនាក់ទំនងល្អជាមួយថៅកែធំរបស់មន្ទីរពេទ្យឯងតែតើទោះជាឯងជាពេទ្យរដ្ឋមន្ត្រីឬជានាយកអីក៏នៅតែជានាយកអន្តរដែរចង់បណ្ដេញឯងចេញគឺគ្រាន់តែថៅកែឯងនិយាយមួយម៉ាត់ប៉ុណ្ណោះបានខ្ញុំនឹងរងចាំមើលលោកនាយកលោកខ្ញុំទទួលស្គាល់ខ្ញុំពិតជាធ្លាប់ញ៉ាំបាយជាមួយលូស៊ឺអានមែនហើយពេលនោះខ្ញុំក៏ហៅគ្រូពេទ្យជាងទៅដែរតែក្រៅពីញ៉ាំបាយយើងមិនបានធ្វើអ្វីទាំងអស់ខ្ញុំក៏មិនដឹងដែរថាលូស៊ឺអានស្គាល់ថៅកែយើងមន្ទីរពេទ្យក៏ធ្លាប់ប្រមានច្រើនដងហើយហាមមិនឲ្យតាក់ទងឯកជនជាមួយតំណាងក្រុមហ៊ុនអស្ត្រាលក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរពេទ្យឯងបែរជាហ៊ានប្រព្រឹត្តខុសច្បាប់បែបនេះគិតថាគ្មានអ្នកណាហ៊ានធ្វើអ្វីឯងមែនទេលោកនាយកលោកខ្ញុំខុសហើយខ្ញុំសូមទទួលកំហុសនិងព្រមទទួលការដាក់ទណ្ឌកម្មរឿងដែលខ្ញុំត្រូវតែដឹងឲ្យច្បាស់នៅពេលនេះគឺខ្ញុំក៏ព្រមទទួលទណ្ឌកម្មដែរអ្វីដែលខ្ញុំត្រូវដឹងច្បាស់ឥឡូវនេះគឺថាតើលូស៊ឺអានបានផ្ដល់ផលប្រយោជន៍ឲ្យអ្នកអត់អត់ទេគ្មានទេពិតជាគ្មានមែនខ្ញុំស្ពតថាខ្ញុំមិនដែលទទួលផលប្រយោជន៍អ្វីពីលូស៊ឺអានទេលោកនាយកលីហេតុអ្វីត្រូវខ្លាចខ្លាំងម្ល៉េះកុំបារម្ភអីចាំលូស៊ឺអានមកដល់គេនឹងបញ្ជាក់ពីភាពស្អាតស្អំរបស់អ្នកម្យ៉ាងទៀតបើអ្នកសហការជាមួយក្រុមហ៊ុនយើងឲ្យល្អខ្ញុំធានាថាតំណែងជានាយកនេះប្រហែលជាអាចជារបស់អ្នកក្នុងពេលឆាប់នេះកុំនិយាយផ្ដេសផ្ដាសអីអ្នកនិយាយបែបនេះចង់បានអ្វីប្រយ័ត្នបាត់បង់ការងារលោកនាយកលីអំណាចអ្នកធំមែនណាហ៊ានសម្លុតមនុស្សខ្ញុំផងទីបំផុតអូនក៏មកដល់ពួកគេនាំគ្នាធ្វើបាបបងកុំខឹងអីណាកុំខឹងខ្ញុំចង់ដឹងណាស់ថាតើអ្នកណាដែលហ៊ានខ្លាំងម្ល៉េះដែលហ៊ានធ្វើបាបអូនមិនក៏ជាអ្នកញាប់អើមែនទេលោកលូគាត់នេះហើយជានាយកមន្ទីរពេទ្យដែលខ្ញុំធ្លាប់និយាយប្រាប់បងនាយកមន្ទីរពេទ្យដែលអ្នកសម្រេចចិត្តលាឈប់ពីមុនគឺដើម្បីមកធ្វើជានាយកនៅទីនេះមែនទេមានបញ្ហាអីអ្នកគិតថាខ្ញុំមិនស័ក្តិសមនឹងតំណែងជានាយកនេះមែនទេអត់ទេគ្រាន់តែភ្ញាក់ផ្អើលបន្តិចបន្តួចប៉ុណ្ណោះតែក្នុងពេលដែលអ្នកជានាយកមន្ទីរពេទ្យពិតប្រាកដបែបនេះចៃដន្យមែនគ្មានអ្វីទេគ្រាន់តែភ្ញាក់ផ្អើលបន្តិចប៉ុន្តែក្នុងនាមអ្នកជាប្រធានមន្ទីរពេទ្យហើយក្រុមហ៊ុនយើងក៏សហការជាមួយមន្ទីរពេទ្យអ្នករហូតមកថ្ងៃក្រោយប្រហែលជាត្រូវរំខានអ្នកជួយមើលការខុសត្រូវផងណាអ្នកចង់ឲ្យខ្ញុំជួយអ្វីថ្នាំអ្នកមិនមែនជាថ្នាំធានារ៉ាប់រងហើយក៏មិនមានប្រសិទ្ធភាពល្អជាងថ្នាំដែលមានស្រាប់ដែរម្យ៉ាងទៀតគ្រូពេទ្យយើងចេញវេជ្ជបញ្ជាថ្នាំចាំបាច់ត្រូវឲ្យអ្នកមកចង្អុលបង្ហាញមែនទេសម្លាញ់អូននៅហើយមែនទេមិញគាត់ក៏និយាយបែបនេះដាក់បងដែរតែមើលទៅដូចជាគាត់គិតថាខ្លួនឯងអស្ចារ្យណាស់ជួសរ៉ាន់ខ្ញុំដឹងថាពីមុនខ្ញុំមិនល្អខ្ញុំសុំទោសអ្នកប៉ុន្តែយើងក៏ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាដែរហើយខ្ញុំក៏មិនបានបង្ខំអ្នកដែរគ្រាន់តែសុំកុំឲ្យពិបាកដាក់បុគ្គលិកក្រុមហ៊ុនខ្ញុំក៏បានលោកប្រធានមន្ទីរពេទ្យពួកអ្នកគឺជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែជាអតីតប្តីប្រពន្ធខ្ញុំសូមបញ្ជាក់ម្ដងទៀតខ្ញុំជាគ្រូពេទ្យមិនមែនជាអាយ៉ងរបស់អ្នកទេរឿងប្រើថ្នាំរបស់អ្នកអត់គឺពួកយើងជាអ្នកសម្រេចមិនមែនអ្នកជាអ្នកកំណត់ទេជួសរ៉ាន់អ្នកគិតឲ្យច្បាស់តើអ្នកប្រកាសជាចង់ធ្វើបែបនេះមែនទេតែខ្ញុំធ្វើបែបនេះគឺដើម្បីអ្នកជំងឺទាំងអស់និងគ្រូពេទ្យរបស់យើងដើម្បីគិតគូរដល់មន្ទីរពេទ្យយើងបានអញ្ចឹងឲ្យម្ចាស់មន្ទីរពេទ្យអ្នកមកកាត់ក្តីរឿងនេះចុះខ្ញុំចង់ដឹងណាស់ថាអ្នកណាជាអ្នកការពារអ្នកចង់អញ្ជើញអ្នកទៅញ៉ាំបាយខ្ញុំតែបត់នៅនេះមានអីមកមើលទៅលោកកូលោកកាន់ទូរស័ព្ទមើលពេញមួយថ្ងៃបែបនេះរងចាំលោកគ្រូពេទ្យជាងតបវិញមែនទេតែមិនមែនលោកថាណាត់គ្នាហើយទេហេគាត់ទៅចេញពីធ្វើការលោកគ្រាន់តែទៅទទួលគាត់ដោយផ្ទាល់ទៅមិនបានទេអីគាត់ប្រហែលជាកំពុងរវល់ខ្លាំងណាស់តែមានពេលឯណាមកផ្ញើសារឲ្យលោកនោះខ្ញុំគ្រាន់តែបួគាត់ទៅញ៉ាំបាយល្ងាចនេះតែគាត់មិនទាន់យល់ព្រមផងលោកកូខ្ញុំពិតជាចង់ដឹងណាស់ឪពុកលោកណែនាំកូនអ្នកមានឲ្យលោកច្រើនណាស់តែលោកមិនពេញចិត្តម្នាក់សោះហើយអ្វីបានជាលោកចាប់ចិត្តលើលោកគ្រូពេទ្យជាងម្នាក់នេះទៅវិញទោះបីគាត់ស្អាតពិតមែនតែបាននិយាយពីត្រកូលវិញគាត់ប្រហែលជាខ្ញុំចូលចិត្តគាត់មិនថាគ្រួសារគាត់បែបណាទេខ្ញុំមិនខ្វល់ឡើយទោះគាត់ចង់បានអ្វីខ្ញុំអាចឲ្យគាត់បានទាំងអស់តែបញ្ហានៅពេលនេះគឺខ្ញុំចូលចិត្តគាត់តែគាត់មិនប្រកាសថាចូលចិត្តខ្ញុំទេមិននឹកស្មានថាមានពេលដែលលោកកូត្រូវព្រួយបារម្ភរឿងបែបនេះលោកកូចាំបន្តិចខ្ញុំសុំលើកទូរស័ព្ទសិនអាឡូលេខាចាំងមែនទេលេខាខ្ញុំគឺលូហ្សែងមកពីក្រុមហ៊ុនអស្សេបូលើកមុនយើងធ្លាប់ហូបបាយជាមួយគ្នាចាំបានទេអ្នកមានការអីមែនទេលេខាយ៉ាងឥឡូវខ្ញុំនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យអ្នកខ្ញុំជួបបញ្ហាបន្តិចតើលោកកើតនៅជាមួយអ្នកទេខ្ញុំនឹងសុំឲ្យគាត់មកជួយអ្នកកុំបារម្ភអីខ្ញុំពិតជាគ្មានបំណងអ្វីផ្សេងទេបើលោកកើតទំនេរតើវាមានរឿងអីទៅគឺនាយកមន្ទីរពេទ្យយ៉ាងដែលទើបមកថ្មីនោះអ្វីណានាយកយ៉ាង
អាឡូលោកកែនៅជាមួយខ្ញុំរងចាំបន្តិចយើងនឹងទៅដល់ភ្លាមតើមានរឿងអីអ្នកណាទូរស័ព្ទមកអ្នកគឺជានាយកម្នាក់របស់ក្រុមហ៊ុន Osebo នៅយ៉ាងហេនេះកាលពីមុនពេលអ្នកហូបបាយជាមួយថៅកែ Sebo គាត់ក៏នៅទីនោះដែរហើយបានសុំលេខទូរស័ព្ទខ្ញុំរឿងលម្អិតខ្ញុំមិនសូវដឹងច្បាស់ទេខ្ញុំសង្ស័យថាគាត់កំពុងមានចំនួនជាមួយនាយកយ៉ាងនៅមន្ទីរពេទ្យយើងទៅមើលបន្តិចរងចាំទៅលោកកែរបស់អ្នកនឹងមកដល់ភ្លាមលោកកែអ្នកធ្វើជាអ្នកតំណាងផ្នែកអសរប៉ុន្មានឆ្នាំហើយមានសមត្ថភាពត្រឹមនេះទេអ្នកនិយាយបែបនេះមានន័យថាម៉េចតាមពិតទៅអ្នកប្រកបរបរនេះយូរឆ្នាំហើយតាមទ្រឹស្ដីអ្នកធ្វើការយូរឆ្នាំម្លេះមិនគួរមិនយល់ច្បាប់ទម្លាប់ទេខ្ញុំចាំបានថាពីមុនអ្នកតែងតែនិយាយប្រាប់ខ្ញុំថារាល់ពេលអ្នកជួបគ្រូពេទ្យអ្នកតែងតែប្រយ័ត្នប្រយែងខ្លាចគេឃើញតែថ្ងៃនេះអ្នកបែរជាហ៊ានមកពឹងពាក់ទំនាក់ទំនងនៅមន្ទីរពេទ្យនេះយ៉ាងចំទៅវិញអ្នកមិនខ្លាចបាត់បង់ការងារខ្លួនឯងទេលូជឿគិតឲ្យច្បាស់ទៅដើម្បីស្រីគ្មានខួរមួយអ្នកនេះត្រូវមកបំផ្លាញអាជីពការងារខ្លួនឯងតើវាសមតម្លៃដែរឬអ្នកនិយាយរឿងទាំងនេះចង់គំរាមខ្ញុំមែនទេខ្ញុំជាមួយថៅកែអ្នកគឺខ្ញុំស្គាល់អ្នកហើយលោកនាយកគូខ្ញុំមកពីក្រុមហ៊ុនអសសៃប៉ាវខ្ញុំដឹងថាអ្នកជានរណាតែហាក់ដូចជាខ្ញុំមិនស្គាល់អ្នកផងនាយកទីជាអ្នកប្រាប់ខ្ញុំមកមើលថាមានរឿងអ្វីកើតឡើងតើគាត់នាំមនុស្សមកលក់ថ្នាំក្នុងមន្ទីរពេទ្យយើងដើម្បីបង្កចលាចលមែនទេបាទលោកនាយកគូរឿងពិតគឺបែបហ្នឹងឯងម្យ៉ាងទៀតពេលពួកយើងដេញគាត់ថែមទាំងនិយាយថាមានទំនាក់ទំនងល្អជាមួយលោកទៀតផងលោកនាយកគូលោកស្ដាប់ខ្ញុំបកស្រាយសិនមិញនេះខ្ញុំពិតជាធ្វើខុសមែនតែថៅកែរបស់យើងក៏ជាមិត្តចាស់របស់លោកដែរគាត់ធ្លាប់ប្រាប់ខ្ញុំច្រើនដងថាមន្ទីរពេទ្យជាងហៃតែងតែសហការជាមួយក្រុមហ៊ុនយើងព្រោះតែហេតុនេះទើបខ្ញុំអីចឹងហេះហ៊ានណាស់ណាលោកនាយកគូខ្ញុំខុសហើយខ្ញុំនឹងទៅឥឡូវនេះខ្ញុំពិតជាអង្អាចណាស់លោកគូខ្ញុំខុសហើយខ្ញុំនឹងទៅឥឡូវនេះចាំសិនលោកនាយកជាងតើអ្នកនៅមានអ្វីចង់និយាយទៀតទេខ្ញុំសួរអ្នកថាតើអ្នកមានទំនាក់ទំនងផលប្រយោជន៍ជាមួយគ្រូពេទ្យយើងដែរឬទេអត់ទេមិនមានទេគឺមានតែពេលញ៉ាំអាហារជាមួយអនុនាយកលីនិងគ្រូពេទ្យជាងម្ដងប៉ុណ្ណោះមែនហើយញ៉ាំតែម្ដងគត់ក្រៅពីនឹងអត់មានអ្វីទៀតទេលោកគ្រូពេទ្យជាងលោកនាយកលីអ្នកទាំងពីរហ៊ានទទួលការលាងសាយភូចពីអ្នកដែលពាក់ព័ន្ធផលប្រយោជន៍វាខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យហើយក៏ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យដែរតាមច្បាប់ពិន័យរបស់មន្ទីរពេទ្យអ្នកត្រូវតែទទួលខុសត្រូវតើអ្នកមានអ្វីចង់បកស្រាយទេពួកយើងព្រមទទួលការផាកពិន័យល្អណាស់រឿងពិន័យខ្ញុំនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអ្នកទៅវិញទៅចាប់ពីថ្ងៃនេះទៅខ្ញុំមិនអនុញ្ញាតឲ្យអ្នកនិងបុគ្គលិកក្រុមហ៊ុនអ្នកម្នាក់ណាមកជន់មន្ទីរពេទ្យជាងហើយឡើយលោកគូខ្ញុំសូមស្នើឲ្យបញ្ចប់កិច្ចសហការជាមួយក្រុមហ៊ុនសៃប៉ាវហើយដកថ្នាំរបស់ពួកគេចេញពីមន្ទីរពេទ្យទាំងស្រុងជាងស៊ូរ៉ាន់យើងធ្លាប់ជាប្តីប្រពន្ធនឹងគ្នាអ្នកកុំដាច់អាឡ័យពេកអីអាឡូលោកវាងខ្ញុំមានរឿងប្រាប់បុគ្គលិកក្រុមហ៊ុនអ្នកម្នាក់ឈ្មោះលូសាវអានបានមកបង្កហេតុនៅមន្ទីរពេទ្យយើងហើយធ្វើឲ្យប៉ះពាល់ខ្លាំងដល់យើងនាយកយើងខឹងខ្លាំងណាស់ហើយសម្រាប់ចិត្តបញ្ចប់កិច្ចសហការជាមួយក្រុមហ៊ុនអ្នកសុំទោសលោកអូសង្ឃឹមថាអ្នកនឹងដោះស្រាយរឿងនេះឲ្យបានល្អលោកគូខ្ញុំខុសហើយខ្ញុំសន្យាថាថ្ងៃក្រោយនឹងមិនមកមន្ទីរពេទ្យជាងហើយទៀតទេលោកនាយកគូខ្ញុំខុសហើយខ្ញុំសន្យាថានឹងមិនមកមន្ទីរពេទ្យជាងហើយទៀតទេសូមលោកកុំលុបចោលកិច្ចសន្យារបស់ក្រុមហ៊ុនយើងអីបើកិច្ចសន្យាត្រូវលុបចោលចៅវាយនេះខ្ញុំប្រកាសជាដេញខ្ញុំចេញពីការងារមិនខានសូមលោកមេត្តាផងលោកនាយកគូលោកមកអង្វរខ្ញុំមានប្រយោជន៍អ្វីអ្នកដែលអ្នកធ្វើឲ្យខឹងគឺនាយកជាងមិនមែនខ្ញុំទេចេញទៅមានប្រពន្ធល្ងងខ្លៅខ្ញុំខុសហើយខ្ញុំដឹងខ្លួនថាខុសពិតមែនតើខ្ញុំល្ងងពេកមែនទេខ្ញុំមិនគួរក្បត់អ្នកហើយក៏មិនគួរមកទីនេះដើម្បីធ្វើបាបអ្នកដែរខ្ញុំមិនហ៊ានសុំការអភ័យទោសទេប៉ុន្តែសូមអ្នកកុំឲ្យមន្ទីរពេទ្យលុបចោលកិច្ចសន្យាជាមួយសៃប៉ាវបានទេខ្ញុំមិនចង់បាត់បង់ការងារនេះទេទីមួយយើងលែងលះគ្នារួចហើយសូមអ្នកកុំមកធ្វើរឿងច្របូកច្របល់បែបនេះទៀតទីពីរអ្វីគ្រប់យ៉ាងដែលអ្នកកំពុងជួបគឺដោយសារតែខ្លួនអ្នកផ្ទាល់មិនមែនខ្ញុំមានបំណងធ្វើបាបអ្នកទេម្យ៉ាងទៀតការដែលខ្ញុំឲ្យលុបចោលកិច្ចសន្យាជាមួយសៃប៉ាវគឺដោយសារតែថ្នាំរបស់ក្រុមហ៊ុនអ្នកខ្លាយពេកប៉ុណ្ណោះដូច្នេះសូមទោសផងអ្នកត្រឡប់ទៅវិញចុះអ្នកណាខ្លះនៅទីនេះអូពួកគេទាំងពីរចេញទៅប្រពន្ធឲ្យខ្ញុំខុសហើយខ្ញុំពិតជាដឹងខ្លួនថាខុសហើយលោកនាយកគូអរគុណដែលលោកជឿជាក់លើខ្ញុំតាមពិតមិនចាំបាច់ពន្យល់អ្វីទេរាល់ការសម្រេចចិត្តរបស់អ្នកក៏មិនចាំបាច់រាយការណ៍ប្រាប់ខ្ញុំដែរដោយដែលអ្នកទើបតែនិយាយអញ្ចឹងគឺខ្ញុំជឿជាក់លើអ្នកនាយកជាងយប់នេះខ្ញុំទំនេរបើអញ្ចឹងចាំអ្នកចេញពីធ្វើការចាំខ្ញុំទៅទទួលអ្នក